សួស្តីពុកម៉ែបងប្អូនអរគ្នាជួបខ្ញុំម្ដងទៀតហើយអាប្រូក្រាមនេះមកប្រាប់ពីរបៀបដាក់ម៉ូតឡានថៃក្នុងហ្គេម Bus Simulator Indonesia ខ្ញុំមកគ្នាចង់ដាក់អីវ៉ាន់ដាក់អីចាំខ្ញុំដាក់ link នៅក្នុង comment ហើយអ្នកគ្នាចាំចូល download link ហ្នឹងទៅអញ្ចឹងមកគ្នាចូល download link ហើយអ្នកគ្នាចូលទៅ down ហ្គេម Bus Simulator ហ្នឹងក្នុង Play Store សិនតមកមកដល់បានហើយចូលចាំតិចអ្នកគ្នាឲ្យចូលlênអ្នកគ្នាចូលវាលុតចាស់ហ្នឹងហើយដំបងក៏វាលុតចឹងហើយតាមទីទៅវាពងដំណាក់កាលជប់ហើយនេះឡានខ្ញុំដាក់ខ្ញុំដាក់ផ្សេងទៀតទេអ្នកម៉ូតផ្សេងហ្នឹងមិនចេញឡានហ្នឹងទេចឹងដំបងមកគេដល់លុតមកហើយគេចូលអានេះខ្ញុំម៉ូតអសខំម៉ូតហ្នឹងតោះមកចុច import ហ្នឹង import ហ្នឹងតោះមកចុច DY gallery តោះមកទៅគ្នាទៅ link ណាគ្នា down មិញហ្នឹងមកដាក់ឲ្យ down ហ្នឹងមកចុចបាប់មកតោះមកគ្នាចុច yeah មកតោះមកគ្នាចុចបានគេមានលុយហើយចុចលុយក៏បានមកនេះចាំមួយពាណិជ្ជកម្មចុចក៏បានចុចពាណិជ្ជកម្មតែគ្នាខ្វាយមកក៏វាចាញ់មកអញ្ចឹងធ្វើឲ្យមើលមកទៅចុចខ្វាយមកតោះមកចុច to garage នេះចុះឥឡូវគឺចឹងហើយចុចអស់ហើយទឹកខាងស្ដាំហ្នឹងមកក៏ចេញឡានមកដំបូងវាចេញឡានក្រុងចឹងឯងចុចអូមកស្ដាំមកគឺឃើញម៉ូតឡានហ្នឹងឯងអ្នកចឹងមកខ្ញុំដាក់ម្ដងហើយចឹងមិនវាចេញជាតិហ្នឹងណាចង់វីដេអូយកមកបណ្ណាជប់នៅវីដេអូក្រោយទៅបាយ